ជំរាបសួរជនរួមជាតិជាទីស្រឡាញ់ហើយនេះខ្ញុំមកថតបងប្អូនជាបរិវត្តខ្មែរយើងនៅធ្វើការនៅក្នុងបាត់កប៉ាល់ដោយសារតែក្រុមខាងខ្ញុំនឹងអត់បានធ្វើការអញ្ចឹងហើយខ្ញុំមានពេលដើរថតបងប្អូនជាបរិវត្តខ្មែរយើងផ្នែកខាងធីវខាងគេទេក្រុមខាងខ្ញុំនឹងមកសុំស្នាក់អាស្រ័យនៅលើកប៉ាល់គេអញ្ចឹងហើយទំនេរអត់បានធ្វើការហើយនេះខ្ញុំចុះមកដល់ខាងក្រៅម្នាក់ចដើនេះគេធ្វើដល់ឡើងចដើអាចដើកាច់ជ្រុងនោះហើយគេធ្វើឡើងខ្ពស់ឡើងបានជាងពាក់កណ្ដាលហើយបងប្អូនអើយហើយចដើដែលខ្ញុំចុះមកមិញហ្នឹងគឺចដើវងមូលហើយនេះខ្ញុំដើរមកក្នុងលបាំងដើរគៀនណាបងប្អូនខ្មែរយើងក៏ធ្វើការនេះបងប្អូនពីកនេះ50គីឡូ50គីឡូក្រាមបាំងដល់ទឹកអលើនេះកាច់ជ្រុងហើយធីវគេចង់មកធ្វើការហ្នឹងគឺច្រើនណាធ្វើប្រហែលរួមផ្សាយឲ្យបានគ្នាច្រើនម្លឹងក្រុងនេះពណ៌ស្អាតហើយបងប្អូនពណ៌កាឈូកក្រុងនេះតុនទេស្រួលអូសមិនដូចអាក្រុងខ្ញុំអូសសាមុនទេអូយរឿងឡើងឈឺដែរនេះគេហៅសម្រែកនេះគេហៅឆ្លមអ្នកខ្លះហៅឆ្លមអ្នកខ្លះហៅសម្រែកហើយកប៉ាល់នេះគេដាក់ឆ្លមហើយនឹងសម្រែកនេះបងប្អូននេះបាទមកហើយនេះគេបេតគេមកហើយមកម្ដង6ភួងជួនកាលដាក់8ភួងអីទៅហើយក្នុងមួយភួងមាន30ក្រាមតែគេដាក់ឆ្លមឬក៏សម្រែកអញ្ចឹងផ្នែកខាងប៉ុកអត់ហត់ទេព្រោះឲ្យមកអញ្ចឹងណាព្រោះនៅក្នុងប៉ុកហ្នឹងមកទាំងដុំអញ្ចឹងគេដាក់មកស្រាច់អញ្ចឹងហ្មងហើយស្រីទៅតាក់ទេខ្ញុំសុំថតដែរជួនកាលក៏មានកូនក្មេងទៅឈរចាំតាក់ផងដែរហើយនេះខ្ញុំដើរមកដើរថតហ្នឹងខ្ញុំសុំអនុញ្ញាតពីបងប្អូនខ្មែរយើងសិនព្រោះបងប្អូនខ្មែរយើងខ្លះគាត់អត់ពេញចិត្តឲ្យយើងថតចឹងណាហើយឃើញខ្ញុំថតហ្នឹងមិនមែនចេះតែដើរថតគ្រប់មនុស្សទេបងប្អូនខ្មែរយើងខ្លះគាត់អត់ចង់ចូលកាមេរ៉ាអីទេអត់ចង់ឲ្យគេឃើញហើយមានពូខ្លះនៅក្នុងលបាំងហ្នឹងខ្ញុំសុំគាត់ថតទៅគាត់អត់មានតបឲ្យយើងទេប៉ុន្តែគាត់រត់គេចឡើងបុកជាងកប៉ាល់ខ្ញុំឡើងសោចអត់ស្នើគាត់មែនតែនគាត់អត់មានប្រាប់យើងតាមស្រួលអីអត់ទេគាត់រត់គេចឡៃមើលមកខ្ញុំទៅគាត់រត់បុកជាងឡើងដួលបាសជើងហ่าបងប្អូនហើយអ្នកណាមិនអស់សំណើចបើគាត់លេងចឹងហើយបងខ្ញុំសុំថតបានអត់អត់ចង់ចូលហ៎ចាហើយខ្ញុំដើរថតពីមួយកន្លែងទៅមួយកន្លែងហើយសូមអនុញ្ញាតបងប្អូនខ្មែរយើងអ្នកខ្លះក៏ឲ្យថតអ្នកខ្លះទៀតក៏គាត់បដិសេធហើយខ្ញុំក៏អត់ថតគាត់ដែរបើគាត់អត់អនុញ្ញាតឲ្យខ្ញុំថតហើយអ្នកដែលកំពុងតែធ្វើការនៅក្នុងហ្នឹងក៏មានធីវខាងខ្ញុំដែរដោយសារតែបងប្អូនជាប្រដ្ឋខ្មែរយើងធីវខាងគេហ្នឹងគាត់ជួល